ករណីបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិន$40,000ពេលនេះអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនលោកទឹកវុធីអភិបាលរងខេត្តកំពង់ស្ពឺរួមនឹងមនុស្ស2នាក់ទៀតខេត្តកំពង់ស្ពឺប្រពន្ធពីសមត្ថកិច្ចខេត្តកំពង់ស្ពឺឲ្យដឹងនៅថ្ងៃទី10ខែមីនាឆ្នាំ2025បានបញ្ជាក់ថាលោកទឹកវុធីនិងបកពួកត្រូវបាន ACU ចាប់ខ្លួនដោយសារស៊ីដាច់លុយជនជាតិចិន$40,000រត់អាជ្ញាប័ណ្ណរ៉ែតែមិនបានសម្រេចសម្រាប់ជនជាប់ចោទទាំង3នាក់ត្រូវតុលាការខេត្តកំពង់ស្ពឺចេញដោយការឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី9ខែមីនាឆ្នាំ2025សមត្ថកិច្ចបន្តឲ្យដឹងទៀតថាជនជាប់ចោទទាំង3នាក់ត្រូវបានសាលាដំបងខេត្តកំពង់ស្ពឺសម្រេចចោទប្រកាន់1ឈ្មោះទឹកវុធីភេទប្រុសអាយុ56ឆ្នាំកើតថ្ងៃទី7ខែមករាឆ្នាំ1969ខត់ខ្លួន2ឈ្មោះហ៊ីវខនហៅតនភេទប្រុសអាយុ45ឆ្នាំខត់ខ្លួនពីបទរំលោភអំណាចក្លែងបន្លំប្រើប្រាស់លិខិតក្លែងឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារណៈក្លែងប្រព្រឹត្តនៅចំណុចខេត្តកំពង់ស្ពឺខេត្តប៉ៃលិនខេត្តបាត់ដំបងខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារកាលពីអំឡុងឆ្នាំ2023បទល្មើសដែលមានបញ្ញត្តិនិងចែងផ្ដន្ទាទោសតាមមាត្រា666 627 668 629 នៃក្រមព្រហ្មទណ្ឌនិងមាត្រា35នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយទី3ឈ្មោះម៉ឺនសារឿនឈ្មោះជាភាសាចិនអ៊ុនវិនឆៃភេទប្រុសអាយុ44ឆ្នាំខកខ្លួនពីបទសំគំនិតក្នុងអំពើរំលោភអំណាចក្លែងបន្លំប្រើប្រាស់លិខិតក្លែងឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារណៈក្លែងប្រព្រឹត្តទៅនៅចំណុចខេត្តកំពង់ស្ពឺខេត្តប៉ៃលិនខេត្តបាត់ដំបងខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារកាលពីអំឡុងឆ្នាំ2023បទល្មើសដែលមានបញ្ញត្តិនិងចែងផ្ដន្ទាទោសតាមមាត្រា29 626 627 628 នៃក្រមព្រហ្មទណ្ឌនិងមាត្រា35នៃច្បាប់ស្តីអំពីការប្រឆាំងអំពើពុករលួយ